នេះតង់ឆាប់ក្រោកឡើងនេះតង់នេះតង់នេះតង់នេះជំងឺចាស់រើឡើងទៀតហើយមែនទេនេះតង់មានអ្នកណានៅក្បែរនេះទេជួយផងមានអ្នកណានៅចិត្តនេះទេជួយនេះតង់ផងជួយផងនេះតង់នេះតង់នេះតង់នេះគេបោកប្រាស់ខ្ញុំតាគឺចង់ធ្វើឲ្យខ្ញុំភ័យចាំមើលណានេះតង់ធ្វើបែបនេះដើម្បីតាក់ទាញការចាប់អារម្មណ៍តែមែនទេប្រាប់ទៅចោះណាយើងមានពេលមិនយូរទៀតទេដែលនៅចិត្តគ្នានោះដំណើរជីវិតគិតស្រមៃបីជីវិតគិតរំបីចង់ឲ្យសុបិនខ្លាចជាការពិតគ្មានអ្វីអាចខុសពេលវេលាមានដំឡៃយើងជាអ្វីត្រូវរស់ឲ្យមានអត្ថន័យយើងតស៊ូដើម្បីភាពជោគជ័យវិញថៃជីវិតពួកយើងត្រូវគិតឲ្យវែងឆ្ងាយត្រូវចេញតស៊ូឲ្យអងពីចិត្តកាយយើងត្រូវក្រោកឈរដើរឆ្ពោះទៅមុខកុំដើរថយក្រោយត្រូវតាំងចិត្តជាយាមកុំហាត់ពេលវេលាមិនចាំយើងឡើយតន់មានឱកាសត្រូវគិតឲ្យច្បាស់ទុកឲ្យហើយដើម្បីជីវិតស្វែងរកត្រើយគ្មានឡើយពាក្យថាចោលចាញ់ត្រូវតែតស៊ូគ្មានអ្វីអាចខុសពេលវេលាមានដំឡៃយើងជានេះមិននិយាយរកខ្ញុំមួយម៉ាត់សោះហ៊ានធ្វើដាក់ខ្ញុំដល់ថ្នាក់នេះផងឯនេះតង់ចាប់ដៃដើរទៅមុខដើម្បីភាពជោគជ័យយើងកុំហិតពេលវេលាមិនចាំយើងឡើយតើមានឱកាសត្រូវគិតឲ្យច្បាស់ទុកឲ្យហើយដើម្បីជីវិតស្វែងរកត្រើយគ្មានឡើយពាក្យថាចោលចាញ់ត្រូវប្រហែលជាមានបញ្ហាអីហើយបានជាខ្ញុំឃើញលោកនាយកហៅបង្រៀនទៅជួបបើចង់ខ្ញុំទៅមុនណាជប់សិនចាវ៉ាន់ខ្ញុំសុំដោយសារឯងទៅផងថាម៉េចក្រែឯងចាំបង្រៀនអីចេះនេះតង់គេទៅចោលខ្ញុំម្នាក់ឯងនេះឯងគិតទៅចោលខ្ញុំម្នាក់ទៀតឬក៏យ៉ាងម៉េចទៅជាមួយខ្ញុំបានតាតែខ្ញុំមិនបានត្រៀមមួកការពារសុវត្ថិភាពសម្រាប់ឯងទេណាចាំនៅនឹងមួយផ្លេតអីចាប់ខ្ញុំទៅយកម៉ូតូសិន
ណាអនុញ្ញាតឲ្យគូរូបរបស់ខ្ញុំមិនលឺទេមិនលឺខ្ញុំសួរថាអ្នកណាអនុញ្ញាតឲ្យគូរូបរបស់ខ្ញុំបើមិននិយាយរកខ្ញុំសូមកុំនិយាយជារឿងរហូតខ្ញុំស្អប់មនុស្សដូចជាបងសបិនខ្ញុំស្អប់មនុស្សដូចជានីតង់បើគ្រាន់តែខ្ញុំស្រីមករីតែវាខុសដែរមែនទេអរខ្ញុំសុំទោសព្រមនោះប្រដែលខ្ញុំស្រឡាញ់គឺជាបងរីមិនមែនជាបងសុបិននោះទេគូរូបខ្ញុំធ្វើអីទៅធ្វើបែបនេះដើម្បីអីដែរតើខ្ញុំមិនទទួលទេបងសុបិនដល់សាលាឯក្មួយហត់នៅសៅម៉ូតូសោះស្អីគេទៅមកអ៊ំគឺសៅម៉ូតូរបស់ក្មួយសុបិនគេផ្ញើមកទុកឲ្យក្មួយហើយចុះគាត់ទៅណាអ៊ំអត់ដឹងដែរឃើញគេអូសវ៉ាលីមួយដើរចេញទៅហើយគេទុកសៅនេះឲ្យក្មួយចុះគាត់មានប្រាប់មកអ៊ំថាគាត់ទៅណាទេអ្ហ៎ដូចជាអត់ទេតែទំនងដូចជាគេរើអាវ៉ាន់ចេញពីទីនេះហើយចេញអស់ហ្មងទៅក៏ល្អមួយយ៉ាងដែរ
ខឹងជាមួយនឹងខ្ញុំដល់ថ្នាក់នេះខ្ញុំមិនធ្លាប់ដឹងពីមុនមកទេថាបងសុបិនហ៊ានខឹងជាមួយនឹងខ្ញុំដល់ម្លឹងនោះតែពេលនេះក៏ទៅណានេះគេខឹងដល់ថ្នាក់នេះផងដល់ថ្នាក់គេរើបានចេញពីផ្ទះមែនទេអាចមកពីខ្ញុំក៏ថាបានណាម៉ាក់ឲ្យខ្ញុំសុំទោសព្រោះថាពេលនេះខ្ញុំមានមិត្តប្រុសហើយថាម៉េចមានមិត្តប្រុសនេះមានន័យថាម៉េចតើកូនផងចាំម៉ាក់តាំងពីកូនមករៀននៅភ្នំពេញកូនមិនណែស្និទ្ធស្នាលជាមួយនឹងបរិសុទ្ធណាម្នាក់ក្រៅពីបងតង់នោះទេតែពេលនេះកូនមានអារម្មណ៍ថាចូលចិត្តបរិសុទ្ធម្នាក់គាត់គឺឈ្មោះរាជណាម៉ាក់តែបងតង់គាត់បិទសិតខ្ញុំខ្លាំងពេករហូតដល់ថ្នាក់ខ្ញុំទ្រាំលេងបានហើយស្អីគេមកស្ដាប់មិនសូវយល់ទេថាអ្នកណាស្រឡាញ់អ្នកណាហើយអ្នកណាបិទសិតអ្នកណានោះម៉ាក់នេះកូនមានអាយុជាង20ឆ្នាំហើយណាហើយបើគ្រាន់តែកូនស្រឡាញ់មនុស្សប្រុសម្នាក់តើវាខុសដែរទេម៉ាក់ចាគឺវាមិនខុសទេណាកូនមនុស្សណាក៏ដូចគ្នាគឺគ្មានអ្នកណាម្នាក់អាចគេចផុតពីរឿងនេះបានទេហើយម៉ាក់ក៏មិនថាអីបើសិនជាកូនប្រុសគេនោះជាមនុស្សល្អចាំម៉ាក់បងរាយគាត់គឺជានិស្សិតម្នាក់ដែលរៀននៅសាលាជាមួយនឹងកូនគាត់គឺជាមនុស្សល្អនោះទេតែបងតង់គាត់ខឹងខ្ញុំហើយម្យ៉ាងពេលនេះកូនមិនដឹងថាគាត់ចេញទៅណានោះទេម៉ាក់ជួយខលទៅរកគាត់បន្តិចទៅណាបើអញ្ចឹងប៉ុណ្ណឹងសិនចុះចាំម៉ាក់ទូរស័ព្ទទៅរកក្មួយតង់ចាំម៉ាក់ទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេនៅពេលនេះហេស្អីគេអញ្ចឹងនេះបាត់ទូរស័ព្ទបាត់ទៅហើយក្មួយតង់ហេតុអីក៏ខឹងប្អូនដល់ថ្នាក់នេះឃើញស្រឡាញ់រាប់អានគ្នាដូចជាបងប្អូនមកកើតអញ្ចឹងហើយបានជាខ្ញុំហ៊ានផ្ញើកូននឹងគេចាំម៉ាក់មានទូរស័ព្ទទៅគាត់ដែរឬក៏អត់
សុខសិនបើខឹងនឹងខ្ញុំអស់ខ្ញុំសុំទោសហើយបើទោះបីជាបងមិននៅជាមួយនឹងខ្ញុំក៏ខ្ញុំសុខចិត្តប្រកួតសារនេះឲ្យទៅបងដែរខ្ញុំដឹងថាខ្ញុំប្រើពាក្យសម្ដីជ្រុលជ្រោះទៅលើបងតែទោះជាយ៉ាងណាពួកយើងក៏មិនអាចមិននិយាយរកគ្នារហូតដែរមានបញ្ហាអីមែនទេភូមិ ចាស់មានផេនជួយយកសំតូននេះទៅឲ្យបងសុបិនផងព្រោះមើលតែគាត់ដូចជាខឹងនឹងខ្ញុំខ្លាំងណាស់មិនអីទេអញ្ចឹងចង់ខ្ញុំយកសំតោនេះទៅឲ្យគាត់អញ្ចឹងខ្ញុំទៅសិនណាចាម៉ាសឺយ៉ាងម៉េចនឹងភេនមានកាយមែនគឺខ្ញុំយកសំតោនេះឲ្យម៉ាសឺសោស្អីគេខ្ញុំក៏ដឹងដែរតែពួងគេឲ្យខ្ញុំយកមកឲ្យម៉ាសឺខ្ញុំមិនទទួលយកនោះទេឯងយកទៅឲ្យគេវិញទៅម៉ាសឺមានរឿងអីទាស់គ្នាមែនទេបាយចង់ដឹងច្បាស់ទៅសួរគេទៅខ្លួនឯងទៅខ្ញុំទៅសិនណាយ៉ាងម៉េចហើយផេនក៏ទទួលយកដែរឬក៏អត់បាទអត់ទេនេះសោមិនអញ្ចឹងខ្ញុំក៏ដឹងដែរមានបានទូរស័ព្ទទៅរកគេហើយនៅម៉ាក់ទូរស័ព្ទទៅរកគេ3 4 ដងហើយតែទេមិនចូលប្រហែលជាគេបិទទូរស័ព្ទហើយមើលទៅព្រឹកមិញនេះខ្ញុំក៏ឃើញគេទៅសាលារៀនដែរណាម៉ាក់តែគេមិននិយាយរកខ្ញុំមួយម៉ាត់នោះទេទោះបីជាខ្ញុំខំទៅនិយាយរកគេក៏គេមិនតបជាមួយនឹងខ្ញុំដែររឿងនេះម៉ាក់បានទូរស័ព្ទទៅប្រាប់ឪពុកគេហើយឯបងស្វីវិញគាត់ប្រាប់ម៉ាក់ថាគាត់មិនបានដឹងរឿងនោះទេមិនអីទេកូនថ្ងៃស្អែកនេះម៉ាក់នឹងឡើងទៅភ្នំពេញចាម៉ាក់ជួយផងទៅព្រោះថាគេមិនដែលខឹងនឹងខ្ញុំដល់ថ្នាក់នេះនោះទេហើយខ្ញុំនេះក៏មិននឹកស្មានថារឿងវាដល់ថ្នាក់នេះដែរអញ្ចឹងប៉ុណ្ណឹងសិនចាណាម៉ាក់កូនជម្រាបលាសិនណាគាត់យកឈ្នះបងតែម្ដងនេះទេហើយបើសិនជាមានការណាត់ប្រកួតម្ដងទៀតក៏សុខចិត្តធ្វើជាចាញ់បងដើម្បីទុកកិត្តិយសឲ្យបងសុបិនឡើងវិញខ្ញុំមិនមែនជាមនុស្សថោកទាបដល់ថ្នាក់នឹងនោះទេនេះមានន័យថាបងសុបិនព្រមនិយាយរកខ្ញុំហើយមែនទេបើអញ្ចឹងបងណាត់គ្នាប្រកួតម្ដងទៀតទៅបងសុបិនជប់សិន
នេះបងយកតែអារម្មណ៍ខ្លួនឯងបងមិនដែលយកអារម្មណ៍ខ្ញុំសោះតាមមែនទេខ្ញុំមិនធ្លាប់ហៅបងថាបងសុបិនកាលពីមុនមកទេតែពេលនេះដោយសារតែខ្ញុំគិតថាខ្ញុំជាអ្នកខុសទើបខ្ញុំសុខចិត្តតាមមកអង្វរបងមកនិយាយរកបងខ្ញុំគ្រាន់តែចង់ដឹងថាតើពេលនេះបងនៅឯណាហើយបងធ្វើអញ្ចឹងនេះដើម្បីអីបងថាឆ្លើយនឹងសំណួរខ្ញុំមកណាបងសុបិនខ្ញុំមែនទេបងសុបិនអរខ្ញុំសូមទោសដែលធ្វើឲ្យបងវិញយើងតស៊ូដើម្បីភាពជោគជ័យជីវិតពួកយើងត្រូវគិតឲ្យវែងឆ្ងាយត្រូវចេញតស៊ូឲ្យអស់ពី